ស្រុកស្រែអ្នកនរគ្នាខាងនេះអ្នកដែលនៅស្រែដឹងហើយគឺទេសភាពកន្លែងណាក៏ខៀវដែរអ្នកនរគ្នាគឺនេះគឺជាស្រុកស្រែនៅតំបន់ចិត្តផ្ទះខ្ញុំអញ្ចឹងណាហើយថ្ងៃនេះយើងមកដើរលេងនៅវាស្រែដោយសារខ្ញុំអត់ដែលមកសោះបិទតែនៅចិត្តផ្ទះមែនតែអត់ដែលមកមើលអ្នកនរគ្នាដោយសាររវល់ការងារហើយណាមួយធ្លាប់ទៅដើរលេងនៅកន្លែងផ្សេងឆ្ងាយអញ្ចឹងណាឥឡូវយើងក៏លេងមកមើលទេសភាពស្រុកភូមិខ្លួនឯងម្ដងមានអីអ្នកនរគ្នាស្អាតតាហើយថ្ងៃនេះយើងទៅលេងចំការក្រោមបះពូអញ្ចឹងណាឥឡូវនេះទូកគេមកយកអ្នកនរគ្នាដោយសារតើជីទូកទៅអ្នកនរគ្នាខែភាសាអញ្ចឹងព្រោះវាពិបាកដើរទៅដោយសារវាផុកហើយវាដើរកាត់ស្រូវកាត់អីអញ្ចឹងទៅឥឡូវយើងជិះទូកបានពាក់កណ្ដាលផ្លូវអ្នកនរគ្នាហើយនេះទេសភាពនៅតាមផ្លូវដែលយើងជិះទៅចការពូហ្នឹងនោះកន្លែងហ្នឹងឃើញលឹមកន្លែងមានដើមដូងឃើញតិចហ្នឹងគឺកន្លែងដែលយើងត្រូវទៅហើយនេះទេសភាពពីភ្នំបូកគោទៅអ្នកនរគ្នាហើយនេះយើងមកដល់ទីតាំងដែលយើងត្រូវមកដល់ហើយខានមកយូរអ្នកនរគ្នាអ្នកដែលធ្លាប់មើលវីដេអូខ្ញុំពីមុនហ្នឹងប្រហែលជាគាត់ដឹងខ្លះហើយនេះយើងមកដល់ចការរបស់គាត់ឃើញមានលហុងមានដំណាំអីមួយចំនួនប៉ុន្តែកន្លែងខ្លះក៏វាងាប់ខ្លះដែរដោយសារខែភាសាវាជាប់ទឹកជាប់អីចឹងណាហើយខ្ញុំមកដល់ខ្ញុំក៏មកមើលទេសភាពជុំវិញដីរបស់គាត់ចឹងណាហើយយើងមានឃើញកន្លែងគាត់ចិញ្ចឹមត្រីចិញ្ចឹមអីចឹងទៅហើយនេះគឺដើមអាស័យដែលខ្ញុំធ្លាប់មកថតលើកមុនហ្នឹងប៉ុន្តែឥឡូវហ្នឹងដោយសារខែភាសាចឹងទៅវារៀងរញ៉េរញ៉ៃមើលទៅប៉ុន្តែអត់អីអ្នកនរគ្នាគឺទេសភាពស្អាតមកបែបម្នាក់ទេហើយនេះគឺជែកអ្នកនរគ្នាសម្បូរមែនតើហើយជែកប៉ុនគាត់ដាំបានអ្នកនរគ្នាឲ្យដំណាំប៉ុនគាត់ពេញនឹងហ្មងហើយនេះគឺមានដើមអណូងអ្នកនរគ្នាអណូងច្រើនដែរហ្នឹងហើយនេះយើងមកដល់កន្លែងរោងវិញហើយយើងអង្គុយហូបអីថ្ងៃត្រង់ជុំគ្នាអញ្ចឹងណានេះបងប្អូនខ្ញុំអ្នកទាំងអស់គ្នាមិនបាច់និយាយទេគឺសិតអ្នកកម្ពុជាស្ដាច់ស៊ីលើលោកហើយបាទមើលតែមាត់យល់ហើយបាច់និយាយច្រើនទេមើលតែមាត់ដឹងហើយអ្នកទាំងអស់គ្នានឹងអ្នកទាំងអស់គ្នាឃើញគេបកែញ៉ាំអញ្ចឹងមានអីគេចេះអាំងត្រីអាំងអីយើងហូបវិញដែរតើអ្នកទាំងអស់គ្នាហើយខ្ញុំភ្លេចប្រាប់មុនហ្នឹងយើងក៏បានទៅវាយត្រីវាយអីនៅក្នុងប្រែកចិត្តនឹងដែរនេះគឺមីងគាត់ទៅវិញអញ្ចឹងណាព្រោះល្ងាចប្រហែលជាម៉ោង4ដែរអញ្ចឹងគាត់ទៅផ្ទះមុនគាត់ឲ្យពួកខ្ញុំនៅលេងនឹងបន្តអញ្ចឹងណាហើយនេះគឺគេបាយអ្នកទាំងគ្នាអាសាជូនមីងគាត់ឡើងទៅលើដើម្បីទៅផ្ទះសិនណាហើយពួកខ្ញុំក៏នៅបន្តអាំងត្រីអ្នកទាំងគ្នាគឺយើងថ្ងៃហ្នឹងគឺយើងវាយត្រីវាយបានច្រើនដែរអ្នកទាំងគ្នាហើយយើងធ្វើការអាំងលើនឹងហូបមកចំនួនដែរតែខ្ញុំអត់បានថតនេះអ្នកនរគ្នាគឺសិតតែឡាប់យ៉ាត្រីម្រេចត្រីអីហើយនេះគឺជាទស្សនវិជ្ជាពេលល្ងាចប្រហែលជាម៉ោង5អីអ្នកនរគ្នាប្រហែលជាថ្ងៃរៀបលិចហ្នឹងគឺស្អាតមែនតើអ្នកនរគ្នាដោយសារខែនេះខែភាសាហើយវាទឹកតែភ្លៀងហើយអញ្ចឹងណាហើយទេសភាពអីនៅជុំវិញនេះគឺវាខៀវស្ងាត់ល្អមែនតើហើយខ្ញុំមើលទៅគឺវាស្រឡះភ្នែកមកបែបអ្នកនរគ្នាដោយសារអ្នកនរគ្នាបើសិនជានៅស្រុកស្រែប្រហែលយល់ទេអញ្ចឹងវីដេអូនេះចប់ត្រឹមហ្នឹងហើយអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំអរគុណជម្រាបលា